ជួបគ្នាសារជាថ្មីពណ៌ដែលមានបន្ទាន់ពណ៌ដែលមានតាមសភាពការស្ដីអំពីទំនាស់និងអំពើឈ្លានពានតែមិនចេះចាប់មិនចេះហើយរបស់ពួកនៅខាងលិចនៃព្រំដែនខ្មែរយើងសង្គ្រាមអាចនឹងកើតឡើងសារជាថ្មីទំហំនៃសង្គ្រាមលើកក្រោយយើងមិនអាចប៉ាន់បានទេតែយើងដឹងថាជាសមរភូមិដែលត្រូវប៉ះគ្នាក្នុងសពាវុធយុទ្ធោបករណ៍និងយុទ្ធសាស្ត្រនៃចម្បាំងថ្មីនៅក្នុងខណៈពេលនេះរាជការកម្ពុជាអង្គការទទួលបន្ទុកផ្នែកសុវត្ថិភាពជនស៊ីវិលកំពុងតែធ្វើការជាមួយនឹងរដ្ឋបាលថ្នាក់មូលដ្ឋានឲ្យរៀបចំជីកលេខដ្ឋាននិងជំនួយដល់ការជីកលេខដ្ឋានដើម្បីរក្សាសុវត្ថិភាពរបស់ជនស៊ីវិលខ្មែរយើងនៅក្នុងប្រទេសប្រសិនបើមានការផ្ទុះអាវុធជាយថាហេតុជាលើកទី3រវាងជនឈ្លានពានដែលមិនចេះចាប់មិនចេះហើយរករឿងខ្មែរយើងជានិច្ចអំពាវនាវពីខ្ញុំជេមសុកសុំឲ្យជីកត្រង់សេគ្រប់គ្នាហើយបើអាចសូមជីកត្រង់សេឆ្ងាយពីផ្ទះហើយធ្វើគម្របទោះបីយើងមានសង្គ្រាមឬក៏យើងអត់សង្គ្រាមក៏ដោយក៏សភាពការដែលតានតឹងប្រឈមគ្នារវាងជនឈ្លានពានមកលើបូរណភាពនិងអធិបតេយ្យភាពខ្មែរត្រូវត្រៀមលក្ខណៈកុំបន្ទោសរាជការតែមួយយ៉ាងនៅពេលដែលខ្លួនយើងមិនបានត្រៀមលក្ខណៈនៅក្នុងយ៉ាងតិច50ទៅ100គីឡូម៉ែត្រពីព្រំដែនខាងលិចត្រូវតែរៀបចំជីកលេខដ្ឋានដែលខ្មែរយើងហៅថាត្រង់សេគេអត់ជីកលេខដ្ឋានក្នុងផ្ទះទេវាមិនសុវត្ថិភាពគេអត់ជីកលេខដ្ឋាននៅចន្លោះផ្ទះទេគេព្យាយាមជីកលេខដ្ឋានដែលប៉ាន់ស្មានមើលថាតើផ្ទះនឹងពេលឆេះពេលរលំវាប៉ះពាល់ឬទេដល់សុវត្ថិភាពយើងបើអាចធ្វើទៅបានត្រូវជីកលេខដ្ឋានដែលមានគម្របហើយត្រូវសម្អាតលេខដ្ឋានសត្វអសេរពឹសទាំងឡាយនិងពេលជីកលេខដ្ឋានត្រូវគិតថានៅក្នុងខែភ្លៀងអាចទឹកភ្លៀងលិចចូលក្នុងរណ្ដៅនៃលេខដ្ឋានដែរឬទេសូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ក្នុងការការពារខ្លួនហើយនឹងស្ដាប់តាមសមត្ថកិច្ចមូលដ្ឋានដែលមានការអនុវត្តពីរាជការឲ្យរៀបចំកសាងនៅផែនការសុវត្ថិភាពប្រជាជនស៊ីវិលដូច្នេះកាលណាបងប្អូនមានលេខដ្ឋានបងប្អូនមិនចាំបាច់ជឿគេផ្អើលដោយសត្វឆ្លុះចេះតែរត់ទេអ្វីដែលបានកើតឡើងនៅឆ្នាំ25គឺជាការផ្អើលតាមគ្នាដែលប្រសិនបើមានសង្គ្រាមធំវាធ្វើឲ្យគ្រោះថ្នាក់ហើយវាធ្វើឲ្យខូចរបៀបដែលប្រទេសជាតិត្រូវរៀបចំការការពារវាធ្វើឲ្យចង្អៀតថ្នល់វាធ្វើឲ្យស្ទះថ្នល់វាធ្វើឲ្យក្តៅកាហាយហើយវាធ្វើឲ្យជនឆោបោកយកឱកាសនឹងដើម្បីកេងប្រវ័ញ្ចពីលើបងប្អូនដូច្នេះសូមជួយចែកចាយពីការជីកលេខដ្ឋានសហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋានហើយសូមមេត្តាចំណាយដើមទុនខ្លះដើម្បីរៀបចំដំបូលឲ្យបានបើលេខដ្ឋាននោះរៀបចំបានគឺជាសុវត្ថិភាពនៃមហាជនអរគុណ